ថ្ងៃនេះយើងមកពន្លឺកន្សោមបាទមេរៀនហ្នឹងជាមេរៀននៅត្រង់កន្លែងពន្លឺកន្សោមអញ្ចឹងយើងមានកន្សោមផលគុណមួយណាអញ្ចឹងផលគុណនេះបើសិនជាយើងពន្លឺធម្មតាក៏បានដែរប៉ុន្តែបើសិនជាយើងស្គាល់រូបមន្តប្រើរូបមន្តទៅលឿនដោយសារកន្លែងនេះយើងឃើញថា 3x នេះ 3x ដូចគ្នាអានេះ y ដូចគ្នា1ដក1បូកអញ្ចឹងមានន័យថាបញ្ចូលរូបមន្ត a ដក b កតា a បូក b អញ្ចឹងវាស្មើនឹង a ការ៉េដក b ការ៉េអូខេអញ្ចឹងយើងចាប់ផ្ដើមអនុវត្តមុនអនុវត្តយើងកំណត់សិនទៅនេះនៅកន្លែងនេះ 3x នេះយើងចាត់ទុកថាវាជាអក្សរ a មកហើយ y នេះយើងចាត់ទុកថាជាអក្សរ b ទៅអូខេអញ្ចឹងយើងស្មើនឹងអីតាមរូបមន្តគឺវាចេញ a ការ៉េអញ្ចឹង 3x លើកជាការ៉េដកនឹង b ការ៉េអញ្ចឹង y ការ៉េអញ្ចឹងស្មើ 3x លើកជាការ៉េយើងប្រើរូបមន្តមួយគឺ a គុណនឹង b លើកជាស្វ័យគុណ n អញ្ចឹងស្មើ a សេគុណ n គុណនឹង b សេគុណ n អូខេអញ្ចឹងយើងអនុវត្តតាមនឹងទៅអា 3a មក x នេះជា b ទៀតទៅអញ្ចឹងវាទៅជា3សេគុណអា 3x នេះលើកស្វ័យគុណ2អញ្ចឹងតម្លាក់អានេះទៅ2មកបាទវាទទួលបានស្វ័យគុណរៀងៗខ្លួនអញ្ចឹងបាន3ការ៉េបាទអញ្ចឹង3ការ៉េរបស់យើងគឺ9ដាក់យកអញ្ចឹងបណ្ដោយមកតមកទៀត x ការ៉េហើយដក y ការ៉េបាទនេះគឺលទ្ធផលពន្លាតរបស់យើងនៅសំណួរ A អូខេបន្តមកទៀតយើងចូលទៅសំណួរ B បាទសំណួរ B បាទអញ្ចឹងសំណួរ B ដូចគ្នាវាជាផលគុណកតាដែរគ្រាន់តែកតារបស់វានេះវាដូចគ្នាទៅពេលដូចគ្នាវាលើកជាការ៉េអញ្ចឹងតែយើងអាចដាក់វាគុណជាផលគុណទៅហើយយើងពន្លាតធម្មតាក៏បានដែរតែបើយើងមិនចង់ទៅអញ្ចឹងទេយើងអាចប្រើរូបមន្តនៅកន្លែងនេះយើងមើលទៅវាចូលរូបមន្ត a ដកនឹង b អញ្ចឹងលើកជាការ៉េអញ្ចឹងស្មើនឹង a ការ៉េដក2ដង ab បូកនឹង b ការ៉េអញ្ចឹង a មុខនេះគឺជា a y ការ៉េនេះគឺជា b មកបាទអញ្ចឹងយើងចាប់ដើមអនុវត្តតាមនឹងមកមុនដំបូងគឺ a ការ៉េអញ្ចឹង 2x លើកជាការ៉េដក2ដង ab អញ្ចឹង 2x គុណនឹង b របស់យើងគឺ y ការ៉េតមកបូកនឹង b ការ៉េអញ្ចឹង y ការ៉េលើកជាការ៉េបន្តមកទៀតស្មើអញ្ចឹង a នេះ 2x លើកជាការ៉េអញ្ចឹងនេះប្រើរូបមន្តខាងលើបាទ a គុណនឹង b លើកស្វ័យគុណ n ស្មើ a គុណ n គុណ b គុណ n អញ្ចឹងដដែលទេអញ្ចឹងយើងទូទាត់ដោយមកអញ្ចឹង2នេះទទួលការ៉េមកបាន4ហើយ x ទទួលការ៉េមក x ការ៉េធម្មតាតមកទៅយក2គុណ2មក 4x y ការ៉េតទៀតបូកនឹង y ការ៉េហើយលើកជាការ៉េអញ្ចឹងអានេះជាប្រភេទពួកស្វ័យគុណនៃស្វ័យគុណអញ្ចឹងមានថា a ស្វ័យគុណ m លើកជាស្វ័យគុណ n វាទៅជា a ស្វ័យគុណ m គុណនឹង n អូខេអញ្ចឹងយើងអនុវត្តតាមនឹងទៅអញ្ចឹងវាយកy ការ៉េហើយលើកជាការ៉េយើងយក2គុណ2នេះត្មងមក y ស្វ័យគុណ4បាទអញ្ចឹងនេះជាបាទលទ្ធផលពន្លាតនៅសំណួរ B បន្តមកទៀតយើងចូលទៅសំណួរ C បាទលំហាត់ C របស់យើងនេះបាទវាចេញមកអញ្ចឹងវាស្តៀងនឹងអាមុនបាទវាស្តៀងនឹងលំហាត់មុនអញ្ចឹងយើងប្រើរូបមន្តអញ្ចឹងអាមុខនេះយើងចាត់ទុកថាជា a ទៅអានេះចាត់ទុកថាជា b មកអញ្ចឹងមានន័យថា a បូកនឹងកន្លែងបូកអញ្ចឹងបូកនឹង b លើកជាការ៉េអញ្ចឹងវាទៅជា a ការ៉េបូក 2ab បូកនឹង b ការ៉េអញ្ចឹងយើងចាប់ផ្ដើមអនុវត្តរូបមន្តណាអញ្ចឹងស្មើមកមុនដំបូងគឺ a ការ៉េអញ្ចឹង x ការ៉េបាទហើយលើកជាការ៉េបូក2ដង ab អញ្ចឹង a យើង x ការ៉េដល់ពេល b របស់យើង 2y ការ៉េតមកបូកនឹង b ការ៉េអញ្ចឹង b ការ៉េរបស់យើងគឺ 2y ការ៉េអញ្ចឹងលើកជាការ៉េចឹងមកអូខេអញ្ចឹងស្មើ
កន្លែងនេះគឺស្វ័យគុណនៃស្វ័យគុណហើយអញ្ចឹង x ការ៉េលើកជាការ៉េយើងយក2គុណ2បណ្ដោយទៅអញ្ចឹង x គុណ4បន្តទៀតយក2គុណ2ឡើង4 x ការ៉េ y បន្តមកទៀត 2y នេះលើកជាការ៉េវាទៅជាបាន2ការ៉េ4អញ្ចឹង y ការ៉េបាទនេះជាលទ្ធផលពន្លាតនៅសំណួរ C បាទបន្តមកទៀតយើងទៅសំណួរ D បាទសំណួរ D វាចេញមករបៀបនេះយើងធ្វើអញ្ចេះសិនទៅបាទយើងអាចទៅសេអញ្ចេះសិនមកយើងអាចសេថា 3x បូក 2y ការ៉េបន្តមកទៀតបូកនឹងកន្លែងនេះគឺដក z ការ៉េណាហើយទាំងអស់ហ្នឹងលើកជាការ៉េអញ្ចឹងមានន័យថានេះយើងអាចចាត់ទុកថាជាអក្សរ a អានេះអក្សរ b អានេះអក្សរ c អញ្ចឹងមានន័យថាវាប្រើរូបមន្ត a បូក b បូក c អញ្ចឹងលើកជាការ៉េអញ្ចឹងស្មើ a ការ៉េបូក b ការ៉េបូក c ការ៉េតទៅទៀតបូក 2ab បូក 2ac បូក 2bc អូខេអញ្ចឹងយើងចាប់ដើមអនុវត្តតាមរូបមន្តនឹងមកបាទអញ្ចឹងស្មើមកមិនវង a ការ៉េអញ្ចឹង 3x លើកជាការ៉េបូកនឹង b ការ៉េ 2y លើកជាការ៉េបូកនឹង c ការ៉េអញ្ចឹងដក z ការ៉េហើយលើកជាការ៉េបន្តមកទៀតបូកនឹង 2ab 2a យើង 3x b យើង 2y បាទបន្តមកទៀតបូកនឹង 2ac អញ្ចឹង a យើង 3x c គឺដក z ការ៉េបូកនឹង 2bc អញ្ចឹង b យើង 2y c ដក z ការ៉េអូខេបន្តមកយើងទូទាត់អញ្ចឹងស្មើបាទកន្លែងនេះយើងធ្លាប់ធ្វើច្រើនដងហើយអញ្ចឹងវាមានតម្រង់ a គុណនឹង b លើកជាស្វ័យគុណ n ណាយើងទៅជា a គុណ n b គុណ n អញ្ចឹង3ទទួលការ៉េមក9 x ការ៉េអានេះដូចគ្នា2ទទួលការ៉េមក4 y ការ៉េបន្តមកទៀតដកលើកជាការ៉េវាទៅជាបូកមែនទេខ្ញុំបូក z ការ៉េហើយលើកជាការ៉េទៀតអញ្ចឹងយក2គុណ2ទៅចេញ4បន្តមកទៀតនេះ2 2ដង4 4 3ដងបាទ12 x y នេះទៀតអានេះដកគុណនឹងបូកគុណនឹងបូកអញ្ចឹងចេញដកអញ្ចឹង3 2ដង6មក x z ការ៉េទៅហើយនឹងចុងក្រោយនេះគឺអានេះដកគុណនឹងបូកមកអញ្ចឹងចេញដក2 2ដង4អញ្ចឹង y បាទហើយគុណនឹង z ការ៉េបាទនេះជាលទ្ធផលបាទនៃការពន្លាតនៅសំណួរ D អញ្ចឹងអរគុណច្រើនសម្រាប់ការតាមដាន